ពុកទី39បរាជិក4ព្រះសារីបុត្របានសូមសាមណេររាហុលឲ្យជួយបង្ហាត់បង្ហាញសោថៃរថែនៅរបៀបក្រងស្បង់ជ័យពរកាន់ត្រូបាតរបៀបដើរឈរអង្គុយសឹងឆាន់និងស្ដាប់ការសម្ដែងព្រះធម៌ទេសនាដោយប្រុងប្រយ័ត្នបំផុតក៏ពិតមែនតែរាហុលនៅជាសាមណេរនៅឡើយប៉ុន្តែរាហុលបានចូលបួសនៅក្នុងសំណាក់សង្ឃជាង8ឆ្នាំមកហើយអាចល្មមឲ្យព្រះសារីបុត្រទុកប្រតិបានរាហុលបានពន្យល់សោថៃរថែថាកាលខ្ញុំប្រកាសណាចូលបួសនៅក្នុងឆ្នាំទី1នៃសង្ឃកណៈនោះស្រួលណាស់មិនមានទទួលសិក្ខាបទអ្វីឡើយខ្ញុំករណាគ្រាន់តែក្រងស្បង់លុតជង្គង់ចំពោះព្រះភ័ក្ត្រព្រះពុទ្ធនិងព្រះភិក្ខុទាំងឡាយរួចសូត្រនៅព្រះត្រៃសរណគមចំនួន3ដងទៅជាការស្រេចប៉ុន្តែនៅពេលក្រោយមកខ្ញុំករណាត្រូវសិក្សាសិក្ខាបទចំនួន10ដើម្បីនឹងអប់រំខ្លួនឲ្យមានវិន័យប្រសើរជាងមុននិងបំពេញភិក្ខុសាមណេរសិក្ខាបទទាំង10នោះគឺសិក្ខាបទទី1គឺវាចាកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះនៅក្នុងកន្លងសិក្ខាបទទី2គឺវាចាកិរិយាកាន់យកនៅវត្ថុដែលគេមិនបានឲ្យសិក្ខាបទទី3ចេតនាជាហេតុវាចាកិរិយាប្រព្រឹត្តនៅធម៌ដែលមិនប្រសើរសិក្ខាបទទី4វាចាកិរិយាពោលនៅពាក្យកុហកសិក្ខាបទទី5វាចាហេតុដែលជាទីតាំងនៃសេចក្តីប្រមាទពោលគឺផឹកនៅគ្រឿងស្រវឹងនិងសុរាមេរ័យសិក្ខាបទទី6គឺវាចានៅកិរិយាបរិភោគភោជនាហារនៅក្នុងកាលខុសសិក្ខាបទទី7វាចាកិរិយារំច្រៀងប្រគំមើលល្បែងដែលជាសត្រូវដល់កុសលធម៌សិក្ខាបទទី8វាចាកិរិយាត្រទ្រង់ប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកម្រងគ្រឿងក្រអូបនិងគ្រឿងលាបផ្សេងសិក្ខាបទទី9វាចាទីសេនាសនៈជាទីដេកឬទីអង្គុយដ៏ខ្ពស់ហួសប្រមាណនិងដ៏ប្រសើរសិក្ខាបទទី10គឺចេតនាវាចាកិរិយាទទួលកាន់នៅមាសនិងប្រាក់ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតនៅសិក្ខាបទទាំង10នេះដល់សាមណេរទាំងឡាយម្យ៉ាងទៀតទ្រង់អនុញ្ញាតឲ្យពួកសាមណេរសិក្សានៅសិក្ខាបទទាំង10នេះឲ្យបានល្អត្រឹមត្រូវទៀតផងសាមណេររាហុលបានទូលរឿងមួយដល់សទ្ធិយថែថាមនាលអវុសោមនុស្សទី1ដែលបានរំលោភបំពាននៅលើសិក្ខាបទរបស់សង្ឃគឺភិក្ខុឈ្មោះសុទិនដោយសារតែរឿងរបស់ភិក្ខុនេះហើយបានជាព្រះពុទ្ធទ្រង់បង្កើតឲ្យមានសិក្ខាវិន័យជាលើកដំបូងឡើងសុទិនជាកូនសេដ្ឋីឈ្មោះកលន្តសេដ្ឋីរស់នៅក្នុងស្រុកកលន្តក្រៀមដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងវេសាលីមុននឹងចូលសាងបព្វជិភិក្ខុសុទិនជាមនុស្សមានប្រពន្ធថ្ងៃមួយសុទិនកុមារនឹងសម្លាញ់នាំគ្នាចូលទៅកាន់ក្រុងវេសាលីដោយមានកិច្ចការអ្វីមួយគ្រានោះសុទិននឹងសម្លាញ់បានឃើញបរិស័ទជាច្រើនកំពុងអង្គុយស្ដាប់ព្រះដ៏មានព្រះភិក្ខសម្ដែងធម៌ទេសនាក៏ចូលទៅអង្គុយស្ដាប់នឹងគេពេលដែលព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងធម៌ចប់ពួកបរិស័ទទាំងឡាយក៏ក្រាបបង្គំលានិងដើរចេញអស់ទៅឯសុទិនកុមារកាលឃើញឱកាសល្អក៏ចូលទៅគាល់ព្រះពុទ្ធដោយគោរពហើយក្រាបទូលព្រះអង្គថាសូមទ្រង់ព្រះមេត្តាប្រោសព្រះធម៌ដែលព្រះអង្គបានសម្ដែងរួចហើយដោយដំណើរយ៉ាងណាខ្ញុំព្រះអង្គបានយល់តាមដំណើរទាំងនោះដែរហើយប៉ុន្តែបើខ្ញុំព្រះអង្គនៅជាក្រហមគ្រប់គ្រងផ្ទះយ៉ាងនេះក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍ម្យ៉ាងនិងឲ្យបរិសុទ្ធម្យ៉ាងដូចជាសង្ឃដែលបានដុសខាត់នោះទេសូមទានខ្ញុំព្រះអង្គចង់កោសក់និងពុកមាត់ពុកចង្ការួចស្លៀកពាក់ដណ្ដប់សម្ពុតជ្រលក់អមចត់ហើយចេញចាកអំពីផ្ទះមកបួសប្រតិបត្តិក្នុងភ្នោះដែលគ្មានប្រយោជន៍ដល់ផ្ទះនោះណា
សូមព្រះដ៏មានជោគទ្រង់បំពោះខ្ញុំព្រះអង្គផងព្រះសាស្តាទ្រង់ត្រាស់ថាមនាលសុទិនមេដាបិតារបស់អ្នកបានយល់ព្រមឲ្យចេញចាកផ្ទះមកបួសដើម្បីប្រតិបត្តិនៅក្នុងបព្វជិហើយឬនៅសុទិនកុមារក៏បានក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសមេដាបិតាខ្ញុំព្រះអង្គមិនទាន់បានយល់ព្រមឲ្យចាកចេញផ្ទះមកបួសនៅក្នុងសាសនាទេព្រះពុទ្ធទ្រង់ត្រាស់តបថាមនាលសុទិនកុមារព្រះតថាគតទាំងឡាយមិនដែលបំពោះកូនដែលមេដាបិតាមិនទាន់អនុញ្ញាតនោះទេសុទិនកុមារក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គនឹងទទូចលាមេដាបិតាត្រាតែលោកអនុញ្ញាតឲ្យខ្ញុំព្រះអង្គចាកចេញផ្ទះមកបួសនៅក្នុងព្រះពុទ្ធសាសនាឲ្យខាងតែបានពេលត្រឡប់មកដល់ផ្ទះវិញសុទិនកុមារក៏ជម្រាបមេដាបិតាថាបបិទ្ធអ្នកម្ដាយលោកឪពុកខ្ញុំបានស្ដាប់ព្រះធម៌ដែលព្រះដ៏មានព្រះភិក្ខទ្រង់សម្ដែងដោយដំណើរយ៉ាងណាខ្ញុំក៏យល់តាមដំណើរទាំងនោះហើយខ្ញុំគិតថាបើខ្ញុំនៅជាក្រហមគ្រប់គ្រងផ្ទះនោះមិនងាយនឹងបានប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូរណ៍ម្យ៉ាងនិងឲ្យបរិសុទ្ធម្យ៉ាងដូចជាព្រះសង្ឃដែលបានដុសខាត់នោះទេខ្ញុំចង់ទៅបួសខ្លាំងណាស់សូមអ្នកម្ដាយលោកឪពុកអនុញ្ញាតឲ្យខ្ញុំបានចេញទៅបួសនៅក្នុងព្រះពុទ្ធសាសនានោះផងមេដាបិតារបស់សុទិនកុមារនិយាយហាមឃាត់ថាមនាលសុទិនកូនអ្នកជាបុត្រឯករបស់យើងជាទីស្រឡាញ់ពេញចិត្តរបស់យើងធ្លាប់ស្ថិតនៅក្នុងសេចក្តីសុខមានមនុស្សទំនុកបំរុងអ្នកដោយសេចក្តីសុខសុទិនកូនបាឯងមិនដែលស្គាល់ទុក្ខបន្តិចបន្តួចសោះឡើយទោះបីបាឯងស្លាប់ក៏ដោយក៏យើងមិនចង់ព្រាត់ប្រាសចាកបាឯងឡើយយើងមិនអនុញ្ញាតឲ្យបាឯងទៅបួសនៅក្នុងព្រះពុទ្ធសាសនាទេសុទិនកុមារអង្វរមេដាបិតារបស់ខ្លួននៅពាក្យដដែលនេះជាគម្រប់2ដងផងជាគម្រប់3ដងផងក៏លោកមិនអនុញ្ញាតលំដាប់នោះសុទិនកុមារដេកដួលនៅលើផែនដីនិងមិនព្រមបរិភោគអស់ជាច្រើនពេលអស់6ឬ7ពេលមេដាបិតានិងសម្លាញ់របស់សុទិនកុមារឃើញដូច្នេះក៏ចូលទៅអង្វរលួងលោមអស់គម្រប់2ដងផងអស់គម្រប់3ដងផងក៏សុទិននៅស្ងៀមប្រងើយគ្រានោះសម្លាញ់ទាំងឡាយរបស់សុទិនក៏អង្វរចំពោះមេដាបិតារបស់សុទិនវិញមេដាបិតារបស់សុទិនក៏ឆ្លើយតបវិញដោយអនុគ្រោះថាមនាលអ្នកទាំងឡាយយើងព្រមអនុញ្ញាតឲ្យសុទិនចាកចេញផ្ទះទៅបួសនៅក្នុងព្រះពុទ្ធសាសនាហើយ3ថ្ងៃក្រោយមកសុទិនក៏ចូលទៅគាល់ព្រះដ៏មានព្រះភិក្ខហើយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជាបុគ្គលត្រូវបានមេដាបិតាអនុញ្ញាតឲ្យចាកចេញផ្ទះមកបួសនៅក្នុងភេទជាអ្នកមិនមានប្រយោជន៍ដល់ផ្ទះហើយបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះដ៏មានព្រះភិក្ខបំបួសខ្ញុំព្រះអង្គចុះសុទិនកលិន្ទបុត្រក៏បានបព្វជិនិងឧបសម្បទានៅក្នុងសំណាក់ព្រះដ៏មានព្រះភិក្ខក្នុងពេលនោះឯងសុទិនថែក៏ប្រព្រឹត្តសមាទានធុដងគុណមានសភាពយ៉ាងនេះគឺជាអ្នករស់នៅក្នុងព្រៃប្រព្រឹត្តបណ្ឌបាតប្រើប្រាស់សម្ពុតបាំងសុគលនិងត្រាច់បណ្ឌបាតតាមលំដាប់ផ្ទះអ្នកស្រុកវជីសម័យនោះឯងនៅស្រុកវជីមានទុរភិក្ខអត់បាយធ្វើឲ្យមនុស្សស្លាប់ច្រើនភិក្ខុទាំងឡាយស្វែងរកបណ្ឌបាតអាហារបានដោយកម្រសុទិនថែក៏ចូលទៅកាន់កលន្តក្រៀមជាស្រុកកំណើតដោយគិតថាទីនោះមានញាតិមិត្តច្រើនសុទិនភិក្ខុបានចូលទៅបណ្ឌបាតត្រង់លំនៅនៃមេដាបិតារបស់ខ្លួនពេលឃើញស្ត្រីដែលជាទាសីរបស់ញាតិយកនំកុមាស់ប្អូនទៅចាក់ចោលសុទិនថែក៏ពោលទៅកាន់នាងទាសីថាមនាលនាងទាសីបើនំនេះជារបស់បោះចោលហើយចូលនាងចាក់ដាក់នៅក្នុងបាតអាត្មានេះវិញចុះទាសីនៃញាតិរបស់សុទិនថែក៏ចាក់នំកុមាស់ប្អូននោះចូលទៅក្នុងបាតរបស់ភិក្ខុសុទិន
ហើយបានស្គាល់ជាក់ច្បាស់នៅដៃជើងនិងសំឡេងរបស់សុទិននោះយ៉ាងច្បាស់នាងទាសីនោះក៏យកដំណឹងនេះទៅជម្រាបដល់មាតារបស់សុទិនតថែចំណែកខាងបិតារបស់សុទិនវិញពេលត្រឡប់មកពីធ្វើការងារវិញក៏បានឃើញសុទិនកំពុងឆាន់នំកុមារប្អូននោះនៅប្របនឹងជញ្ជាំងសាលាលុះឃើញហើយក៏ចូលទៅសួរថាណែសុទិនកូនយើងជាអ្នកមានទ្រព្យសម្បត្តិច្រើនអ្វីក៏លោកមកឆាន់នំកុមារប្អូនវិញសុទិនកូនគួរតែលោកត្រឡប់ទៅនៅឯផ្ទះរបស់ខ្លួនវិញទៅសុទិនតថែឆ្លើយប្រកែកយ៉ាងដាច់ណាត់លំដាប់នោះបិតាសុទិនតថែក៏ចាប់កំភួនដៃសុទិននិយាយថាសុទិនកូនលោកចូលមកយើងនឹងទៅផ្ទះសុទិនក៏សុខចិត្តទៅតាមបិតាពេលចូលដល់ផ្ទះបិតាក៏រៀបចំចង្ហាន់ប្រគេនសុទិនឆាន់លុះឆាន់រួចហើយកេហបតីក៏និមន្តសុទិនតថែដើម្បីឆាន់នៅថ្ងៃស្អែកទៀតសុទិនតថែក៏ទទួលសេចក្តីនិមន្តដោយតណ្ហិភាពព្រឹកស្អែកឡើងមេដាសុទិនតថែប្រើមនុស្សឲ្យគោគំនោប្រាក់និងមាសជាគំនោធំធំពីរលេចក្បាលហើយគ្របនឹងកន្ទេលយ៉ាងជិតដោយទុកចន្លោះកណ្ដាលសម្រាប់ក្រាលអាសនៈហើយបាំងវាំងននព័ទ្ធជុំវិញពីខាងក្រៅមេដាសុទិនតថែហៅកូនប្រសាអតីតភរិយាសុទិនតថែដែលបានស្អិតស្អាងរាងកាយល្អស្អាតបាតហើយនោះឲ្យរងចាំបម្រើពេលសុទិនតថែនិមន្តដល់មេដារបស់សុទិនក៏បង្គាប់ឲ្យគេបើកនៅគំនោមាសនិងប្រាក់នោះឡើងហើយក៏ប្រាប់ទៅសុទិនដ៏មានអាយុជាពាក្យយ៉ាងនេះថាសុទិនកូននេះគឺជាទ្រព្យសម្បត្តិដើមខាងស្រីរបស់មេដាលោកនៅមានទ្រព្យសម្បត្តិដើមខាងប្រុសរបស់បិតានិងមរតករបស់ជីតាផ្សេងទៀតសុទិនកូនបើលោកបានសឹកចេញពីក្រហមមកលោកនឹងបានប្រើប្រាស់ទ្រព្យសម្បត្តិអស់ទាំងនេះផងនិងបានធ្វើបុណ្យទាំងឡាយផងសុទិនតថែប្រកែកថាញោមអាត្មាមិនអាចនឹងសឹកបានទេពីព្រោះអាត្មាពេញចិត្តទៅក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌តែម្យ៉ាងកេហបតីជាបិតាក៏ជួយអង្វរឲ្យសឹកខ្លាំងណាស់ដែរអស់គម្រប់2ដងផងអស់គម្រប់3ដងផងក៏ភិក្ខុសុទិនមិនព្រមតាមសុទិនតថែឆ្លើយតបថាកេហបតីញោមត្រូវតែបង្គាប់មនុស្សឲ្យធ្វើការុងធំធំហើយឲ្យច្រកប្រាក់និងមាសទាំងនេះឲ្យពេញរួចផ្ទុកដោយរទេះយកទៅចាក់ចោលនៅកណ្ដាលទន្លេគង្គាវិញទៅហេតុអ្វីបានជាអាត្មាពោលយ៉ាងដូច្នេះពីព្រោះថាទ្រព្យទាំងពួងតែមានដល់អ្នកណាហើយសេចក្តីភិតភ័យខ្លាចសេចក្តីតក់ស្លុតសេចក្តីព្រឺរោមការថែរក្សាក្តីតែងតែមានដល់អ្នកនោះជាមិនខានកាលសុទិនតថែបានពោលយ៉ាងនេះហើយបិតារបស់សុទិនមានសេចក្តីទោមនស្សតូចចិត្តយ៉ាងខ្លាំងគ្រានោះបិតារបស់សុទិនហៅកូនប្រសាស្រីមកខ្សឹបថាណែនាងបើដូច្នោះចូលនាងធ្វើយ៉ាងណាឲ្យសុទិនកូនអញពេញចិត្តនឹងនាងនឹងធ្វើតាមពាក្យរបស់នាងនាងស្រីបុរាណទុតិយការបស់សុទិនក៏ស្រវាអោបជើងទាំងពីររបស់សុទិនហើយនិយាយថាបបិទ្ធអាយបុត្រលោកប្រព្រឹត្តព្រហ្មចរិយាធម៌ព្រោះហេតុស្រីអប្សរទាំងឡាយណាស្រីអប្សរទាំងឡាយនោះមានទ្រង់ទ្រាយប្រពៃដូចម្ដេចទៅសុទិនតថែក៏បានឆ្លើយតបថាណែប្អូនស្រីអាត្មាមិនបានប្រព្រឹត្តព្រហ្មចរិយធម៌ដើម្បីស្រីអប្សរទាំងនោះទេគ្រាន់តែឮសុទិនតថែហៅខ្លួនថាប្អូនស្រីនាងបុរាណទុតិយិកាក៏ទន់ជង្គង់ជ្រប់តែម្ដងថ្ងៃមួយមេដារបស់សុទិនតថែនាំកូនប្រសាបានស្អិតស្អាងកាយដោយគ្រឿងអលង្ការស្អាតបាតហើយនោះធ្វើដំណើរចូលទៅកាន់ព្រៃមហាវ័នលុះចូលដល់ហើយមេដារបស់សុទិនចាប់ផ្ដើមអង្វរសុទិនភិក្ខុឲ្យសឹកដើម្បីទៅថែរក្សាទ្រព្យសម្បត្តិមេដារបស់សុទិនបានពោលពាក្យអង្វរជាចុងក្រោយថាណែសុទិនកូនបើដូច្នោះចូលអ្នកឲ្យត្រឹមតែពូជចុះកុំឲ្យពួកស្ដេចលិច្ចវីមករឹបអូសយកទ្រព្យសម្បត្តិយើង
ដែលជាត្រកូលឥតមានកូនបន្តពូជនេះបានសុទិនតភគុក៏ឆ្លើយថាញោមអាត្មាអាចធ្វើកិច្ចនេះជូនបានហើយក៏ចាប់ដៃនាងបុរាណទុតិយិកាគៀកចូលទៅក្នុងព្រៃមហាវ័នហើយក៏ញ៉ាំងមេថុនធម្មឲ្យសម្រេចនាងក៏មានគរដោយមេថុនសេវ័ននោះទៅការដែលសុទិនហ៊ានធ្វើដូច្នោះដោយព្រះអង្គគិតឃើញថាមិនមានទោសពីព្រោះសិក្ខាបទដែលព្រះដ៏មានព្រះភិក្ខមិនទាន់បានបញ្ញត្តិនៅឡើយគ្រាក្រោយមកនាងបុរាណទុតិយិការបស់សុទិនប្រសូតបានបុត្រាមួយឈ្មោះពីយកៈគ្រានោះឯងព្រះភិក្ខុសង្ឃទាំងឡាយមិនដែលមានទោសមិនដែលវឹកវរក៏មានទោសនិងសេចក្តីវឹកវរកើតឡើងព្រោះតែដំណើររឿងនេះទើបព្រះដ៏មានព្រះភិក្ខហៅភិក្ខុទាំងឡាយមកប្រជុំហើយទ្រង់ត្រាស់ដាក់បញ្ញត្តិថាមនាលភិក្ខុទាំងឡាយតថាគតនឹងបញ្ញត្តិសិក្ខាបទដល់ភិក្ខុទាំងឡាយព្រោះអាស្រ័យប្រយោជន៍10យ៉ាងគឺដើម្បីសេចក្តីល្អដល់សង្ឃមួយដើម្បីនៅសប្បាយដល់សង្ឃមួយដើម្បីសង្កត់សង្កិននៅបុគ្គលទាំងឡាយដែលទ្រុះសិលមួយដើម្បីជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសិលជាទីស្រឡាញ់មួយដើម្បីរារាំងអាសវៈធម៌ទាំងឡាយនៅក្នុងបច្ចុប្បន្នមួយដើម្បីកំចាត់បងនៅអាសវៈធម៌ទាំងឡាយក្នុងបរលោកមួយដើម្បីញ៉ាំងបុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងមួយដើម្បីញ៉ាំងបុគ្គលទាំងឡាយដែលជ្រះថ្លាហើយឲ្យរឹតតែជ្រះថ្លាឡើងមួយដើម្បីឲ្យតម្កល់នៅមមនៃព្រះសទ្ធធម៌មួយដើម្បីអនុគ្រោះដល់ព្រះវិន័យមួយមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយត្រូវសម្ដែងនៅសិក្ខាបទដូចនេះថាភិក្ខុណាមួយខ្សែមេថុនធម្មភិក្ខុនោះត្រូវអាបត្តិបរាជិកជាបុគ្គលឥតសង្វាសគឺឥតមានកិរិយានៅរួបរวมគ្នាបានតទៅទៀតទេសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បញ្ញត្តិហើយដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះបរាជិកទី2សម័យនោះឯងព្រះសព្វញ្ញុពុទ្ធទ្រង់គង់នៅភ្នំកិច្ចកោฏទៀបក្រុងរាជក្រឹសមានភិក្ខុមួយអង្គឈ្មោះធនិយៈជាកុម្ភការបុត្រកូននាយស្មូនឆ្មាំងធ្វើកត់តូចមួយប្រក់ស្មៅហើយចាំវស្សានៅក្នុងទីនោះដែរលុះចាំវស្សាគ្រប់3ខែហើយភិក្ខុទាំងឡាយក៏រុះរើកត់ប្រក់ស្មៅនោះទុកដាក់ដោយស្រួលបួលហើយក៏ចេញទៅកាន់ចារឹកជនបទរៀងខ្លួនលើកលែងតែភិក្ខុធនិយៈនៅតែគង់បន្តរហូតដល់អស់ហេមន្តរដូវនិងកមហន្តរដូវតទៅទៀតថ្ងៃមួយពេលព្រះអង្គចូលទៅបិណ្ឌបាតនៅក្នុងស្រុកមានពួកអ្នកដើររកស្មៅនឹងអស់នាំគ្នារុះកត់របស់ព្រះអង្គហើយក៏ប្រមូលយកស្មៅនឹងឈើអស់ទៅធនិយថែសង់ឡើងវិញគម្រប់3ដងគេក៏រុះយកទាំង3ដងដែរលើកនេះធនិយថែយកដីមកជន់លាយជាមួយនឹងអាចគោដោយខ្លួនឯងដើម្បីធ្វើកត់អំពីដីម្ដងពេលភិក្ខុទាំងឡាយក្រាបទូលព្រះពុទ្ធអំពីរឿងធនិយថែសង្កត់អំពីដីព្រះដ៏មានព្រះភិក្ខទ្រង់ឃាត់មិនឲ្យភិក្ខុជន់ដីដោយខ្លួនឯងដើម្បីធ្វើកត់ដីនោះឡើយពីព្រោះខ្លាចប៉ះពាល់ដល់ជីវិតបានកជាតិលំដាប់នោះធនិយថែក៏ចូលទៅជួបជាមួយនឹងបុរសកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងព្រះមហាក្សត្រដើម្បីសុំឈើមកធ្វើកត់អំពីឈើវិញម្ដងធនិយថែបានកុហកបុរសអ្នកកាន់កាប់ឈើថាព្រះរាជាទ្រង់បានអនុញ្ញាតប្រទានឈើមួយចំនួនដល់ខ្លួនដើម្បីធ្វើកត់បុរសកាន់កាប់ឈើគិតថាសមណៈនេះជាសាខយបុត្រជាអ្នកមានសិលនិយាយតែពាក្យពិតក៏ប្រគេនឈើទាំងនោះនាំយកទៅគ្រានោះវស្សការៈព្រាហ្មណ៍ដែលជាមហាមាត្រនៃព្រះមហាក្សត្រក្នុងដែនមគធៈបានចូលទៅកាន់ឃ្លាំងឈើព្រះរាជទ្រព្យហើយបានដឹងរឿងភិក្ខុធនិយៈនេះយកឈើមកធ្វើក៏ចូលទៅគាល់ព្រះបាទពិមពិសាថាបពិតមហារាជបានឮថាឈើព្រះរាជទ្រព្យសម្រាប់ជួសជុលព្រះនគរដែលទុកប្រយោជន៍ការពារអន្តរាយនោះព្រះអង្គទ្រង់បានថ្វាយទៅធនិយថែមែនឬទេ
ព្រះរាជាបានឆ្លើយថាទ្រង់មិនបានដឹងទេមនុស្សទាំងឡាយក៏លើកទោសតេះដៀលដល់ភិក្ខុសង្ឃថាជាអ្នកគ្មានចេះអៀនខ្មាស់ជាអ្នកទ្រុសិលនិយាយកុហកហ៊ានបញ្ឆោតដល់ស្ដេចផែនដីផងចំណងបើមនុស្សធម្មតាមិនដឹងជាយ៉ាងណាទៅអេះដោយសារដំណើររឿងនេះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកប្រជុំហើយទ្រង់បញ្ញត្តិសិក្ខាបទថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសម្ដែងឡើងនៅសិក្ខាបទនេះដូច្នេះថាភិក្ខុណាមួយកាន់យកទ្រព្យដែលគេមិនបានឲ្យដោយចំណែកនៃចិត្តលួចភិក្ខុនេះត្រូវអាបត្តិបរាជិកជាបុគ្គលឥតសង្វាសគឺឥតមានកិរិយានៅរួបរวมគ្នាបានសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បញ្ញត្តិហើយដល់ពួកភិក្ខុទាំងឡាយយ៉ាងនេះបរាជិកទី3សម័យនោះឯងព្រះសព្វញ្ញុពុទ្ធជាម្ចាស់ទ្រង់គង់នៅកោដ្ឋដាគាសាលាក្នុងព្រៃមហាវ័នទៀបក្រុងវេសាលីកាលនោះព្រះអង្គទ្រង់សម្ដែងអសុភកថារៀបរាប់អំពីអសុភអំពីគុណនៃការចម្រើនអសុភកម្មដ្ឋានអំពីគុណនៃអសុភសមាបត្តិនៅក្នុងអសុភកម្មដ្ឋានជាញឹកញយដោយបរិយាយជាច្រើនរួចហើយព្រះអង្គក៏ចូលទៅសម្ងំនៅក្នុងកម្មដ្ឋានអស់កាលកន្លះខែតាំងពីពេលនោះមកគ្មានអ្នកណាចូលទៅគាល់ព្រះសាស្តាឡើយវាលែងតែភិក្ខុមួយអង្គជាអ្នកនាំយកចង្ហាន់បិណ្ឌបាតទៅថ្វាយព្រះអង្គពួកភិក្ខុទាំងឡាយកាលបានស្ដាប់ការសម្ដែងអសុភកថារបស់ព្រះពុទ្ធហើយក៏កើតសេចក្តីនឿយណាយស្អប់ខ្ពើមរាងកាយខ្លួនឯងរហូតដល់នាំគ្នាផ្ដាច់ជីវិតខ្លួនខ្លះផ្ដាច់ជីវិតគ្នាទៅវិញទៅមកខ្លះនឹងចូលទៅរកសាមណៈកតកៈគឺអ្នកដែលទ្រង់ភេទប្រហែលនឹងសាមណៈឈ្មោះមីគលន្តិកឲ្យផ្ដាច់ជីវិតខ្លួនខ្លះពេលព្រះពុទ្ធចិញ្ចាអំពីព្រះកម្មដ្ឋានកន្លងកន្លះខែទៅនោះទើបទ្រង់ជ្រាបនៅការយល់ច្រឡំរបស់ភិក្ខុទាំងនោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់នឹងព្រះអានន្ទឲ្យហៅភិក្ខុដែលនៅសេសសល់ទាំងប៉ុន្មានទៅប្រជុំនៅក្នុងឧបដ្ឋានសាលាកាលភិក្ខុទាំងឡាយមកជួបជុំហើយព្រះពុទ្ធទ្រង់ទូលមានភិក្ខុទាំងនោះឲ្យចម្រើនអានាបនសតិសមាធិនិងទ្រង់បានបញ្ញត្តិសិក្ខាបទថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសម្ដែងសិក្ខាបទយ៉ាងនេះថាភិក្ខុណាមួយខ្លែងផ្ដាច់បង់រាងកាយរបស់មនុស្សឲ្យឃ្លាតចាកជីវិតក្តីទោះបីស្វែងរកគ្រឿងសាស្ត្រាវុធឲ្យគេសម្លាប់រាងកាយមនុស្សនោះក្តីភិក្ខុនេះឯងហៅថាត្រូវអាបត្តិបរាជិកជាបុគ្គលឥតសង្វាសគឺឥតមានកិរិយានៅរួបរวมគ្នាបានសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បញ្ញត្តិហើយដល់ពួកភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះបរាជិកទី4សម័យនោះឯងព្រះសព្វញ្ញុពុទ្ធជាម្ចាស់ទ្រង់គង់នៅកោដ្ឋដាគាសាលាក្នុងព្រៃមហាវ័នទៀបក្រុងវេសាលីដដែលគ្រានោះភិក្ខុទាំងឡាយចាំវស្សាប្របឆ្នេរស្ទឹងវគុមុទាពេលនោះស្រុកវេជីកើតទុរភិក្ខអត់បាយភិក្ខុមួយអង្គដែលនៅក្នុងវស្សានោះរីរកឧបាយតាក់ទាញក្រហោះដើម្បីអ្នកទាំងនោះនឹកនីឲ្យនៅអាហារបិណ្ឌបាតដល់ខ្លួនភិក្ខុទាំងនោះក៏ពោលអួតឧត្តរិមនុស្សធម៌ទៅវិញទៅមកឲ្យពួកក្រហោះស្ដាប់ភិក្ខុខ្លះអួតថាខ្លួនឯណោះជាអ្នកបានឈានទី1បានឈានទី2បានឈានទី3បានឈានទី4ភិក្ខុខ្លះអួតថាខ្លួនឯណោះជាអ្នកសោតតាប៉ាន់បានសកតាគាមីបានអនាគាមីបានព្រះអរហន្តរីឯក្រហោះទាំងឡាយកាលបានភោជនាហារឆ្ងាញ់ពិសាក៏បំរុងទុកតែនឹងប្រគេនភិក្ខុសង្ឃទាំងឡាយនោះមិនហ៊ានបរិភោគខ្លួនឯងហើយមិនដែលបានជូនទៅមេដាបិតាកូនប្រពន្ធកម្មករនិងញាតិសាលោហិតសោះឡើយពេលព្រះទ្រង់ញាណបានជ្រាបនៅរឿងនេះព្រះអង្គបន្ទោសដល់ភិក្ខុទាំងនោះនិងទ្រង់សម្ដែងអំពីភិក្ខុជាមហាចៅ5ពួកឲ្យស្ដាប់ហើយទ្រង់បញ្ញត្តិសិក្ខាបទថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសម្ដែងឡើងនៅសិក្ខាបទនេះដូច្នេះថាភិក្ខុណាមួយមិនដឹងចំពោះ
ហើយពោលអួតឧត្តរិធម៌មនុស្សធម៌ជាធម៌គួរឃើញដោយញៀនដ៏ប្រសើរបង្អោនមកដាក់នៅក្នុងខ្លួនថាខ្ញុំដឹងដូច្នេះខ្ញុំឃើញដូច្នេះលុះដល់សម័យដតីពីនោះមកទោះបីមានគេសាកសួរក្តីឥតមានគេសាកសួរក្តីហៅថាត្រូវអាបត្តិបរាជិកហើយទោះបីមានប្រាថ្នាចង់ឲ្យបរិសុទ្ធហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថាណែអវុសោខ្ញុំមិនដឹងយ៉ាងនេះទេប៉ុន្តែពោលថាដឹងខ្ញុំមិនឃើញយ៉ាងនេះទេប៉ុន្តែពោលថាឃើញខ្ញុំពោលកុហកសោះទេភិក្ខុនេះឯងក៏ទៅជាអ្នកត្រូវអាបត្តិបរាជិកជាបុគ្គលឥតសង្វាសគឺឥតមានកិរិយានៅរួបរួមគ្នាបានសិក្ខាបទនេះព្រះដ៏មានព្រះភិក្ខទ្រង់បញ្ញត្តិហើយដល់ពួកភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះរាហុលបញ្ជាក់ប្រាប់សោថៃថែថាមនាលអវុសោសិក្ខាបទបរាជិកទាំង4ចាត់ទុកជាបញ្ញត្តិតឹងតែងបំផុតរបស់ព្រះភិក្ខុសង្ឃភិក្ខុណាបំពានលើសិក្ខាបទបរាជិកទាំង4នេះជាភិក្ខុត្រូវអាបត្តិមិនអាចអនុគ្រោះបានទេហើយត្រូវតែបណ្តេញចេញពីវត្តឬគណៈជាដាច់ខាតបើរំលោភបំពានឬត្រូវអាបត្តិលើសិក្ខាបទដទៃផ្សេងទៀតភិក្ខុអាចអនុគ្រោះសុំខមាលទោសបានរាហុលបាននិទានរឿងរបស់ព្រះអង្គប្រាប់សោថៃថាកាលពីអាយុ11ឆ្នាំពេលខ្ញុំករណាគង់នៅជាមួយនឹងព្រះសារីបុត្រនៅឯឧទ្យានមួយឈ្មោះអំពរលទ្ធិកាមិនឆ្ងាយប៉ុន្មានពីវត្តវេលវ័ននេះខ្ញុំករណាក៏ធ្លាប់បានកុហកព្រះសារីបុត្រដែរខ្ញុំករណាភ័យខ្លាចព្រះអង្គជេរព្រោះរវល់តែរត់លេងភ្លេចធ្វើការងារខ្ញុំករណាភូតកុហករបៀបនេះអស់4ដងក៏ព្រោះតែខ្លាចព្រះអង្គដឹងរឿងពិតក៏ប៉ុន្តែព្រះអង្គនៅតែដឹងរាល់តែដងហើយព្រះពុទ្ធក៏ព្រះអង្គបានជ្រាបនៅរឿងពោលកុហករបស់ខ្ញុំករណាទាំងនោះដែរសោថៃថែកោតសរសើរនៅការចងចាំរបស់រាហុលនិងថ្លែងអំណរគុណដែលបានជួយបង្ហាត់បង្រៀនធម៌ដល់ព្រះអង្គបានយ៉ាងក្បោះក្បាយទៀតផងចប់ចម្ពោះទី39តែប៉ុណ្ណេះ